នេះយើងមកធ្វើជាមួយនឹងសាច់ជ្រូក3ជាន់ខជាមួយនឹងពងក្រួយនេះថាក្មេងៗចូលចិត្តញ៉ាំមុខម្ហូបនឹងច្រើនមែនតើនេះខ្ញុំទិញបានសាច់ជ្រូកខ្មែរនិយាយទៅខ្លាញ់ឡើងស្អាតហ្មងសាច់ជ្រូកហ្នឹងគឺកន្លះគីឡូបងប្អូនខ្ញុំប្រឡាក់សាច់ទឹកត្រី2ស្លាបព្រាស្ករ1ស្លាបព្រាហើយប៊ីចេងបន្តិចយើងកូរឲ្យសព្វទុកនៅនឹងសិនទៅយើងទៅស្ងោរពងសិនពងទានេះគឺខ្ញុំស្ងោរ5គ្រាប់ហើយពងក្រួយខ្ញុំស្ងោរ20គ្រាប់តែពងក្រួយនេះគឺខ្ញុំទិញនៅផ្សារច្បារអំពៅ10គ្រាប់តែ1500ទេតមកទៅយើងដាក់នៅក្នុងប្រអប់មួយមកក្លុកឲ្យវាសព្វចឹងទៅយើងស្រួលបកមែនតែនពេលខជាមួយនឹងពងក្រួយចឹងញ៉ាំអត់តលាន់ដូចខជាមួយនឹងពងទាទេខ្ញុំក៏មានលាយពងទាដែរដោយសារពងក្រួយខ្ញុំរៀងតិចដល់ញ៉ាំតែខតតេងចឹងរៀងតលាន់ចឹងខ្ញុំបេះតកួនធ្វើជ្រក់តកួនថែមនិយាយទៅបេះហើយបងប្អូននៅសល់តែប៉ុណ្្នឹងហើយអាចារ្យឡើងមកកណោតពីបេះហើយខ្ញុំយកកបិតរៀងដាំវាចឹងឲ្យវាតប៉ែតណាយើងលាយគ្រឿងទៅវាចូលជាតិជាងតពីដាំហើយបងប្អូនត្រាំជាមួយនឹងទឹកអំបិលឲ្យវាចេញជ័រទៅតកួននឹងក៏មានជ័រទៀតឡើងខ្មៅហ្មងតពីត្រាំហើយបងប្អូនលាងវាឲ្យស្អាតទេណាគឺខ្ញុំលាងហើយវាអត់សូវខ្មៅទេតមកទៀតយើងទៅបុកខ្ទឹមម្ទេសខ្ញុំដាក់2គ្រាប់3គ្រាប់ហើយខ្ញុំដាក់ទឹកត្រី4ស្លាបព្រាជាមួយនឹងស្ករ3ស្លាបព្រាទឹកខ្មេះ2ស្លាបព្រាបើសិនជាអត់មានទឹកខ្មេះបងប្អូនប្រើក្រូចឆ្មាក៏បានដែរទឹកខ្មេះឆ្ងាញ់ជាងយើងចាក់ចូលឲ្យបងប្អូនកូរឲ្យសព្វបើសិនជាស្ទើប្រៃបងប្អូនអាចថែមអំបិលមួយចុងស្លាបព្រាបានហើយយើងដាក់ទូទឹកកកសិនទៅឲ្យវាហត់ទៅស្រួយហើយយើងទៅខសាច់ដាក់ស្ករ4ស្លាបព្រាហើយយើងលីងឲ្យវាចេញពណ៌ស្អាតណាហើយជាមួយនឹងស្ករពណ៌ត្នោតនេះបងប្អូនអាចរកទិញនៅផ្សារបានស្កររៀងលឿងហើយយើងដាក់ខ្ទឹមហើយដាក់សាច់ចូលហ្មងបងប្អូនឆាទៅឆាមកឲ្យវាពណ៌សប់មួយសាច់ណាស្ករនោះ1គីឡូ4500និយាយទៅថ្លៃជាងស្ករណាម៉ៃ500ធ្វើម្ហូបចេញពណ៌ស្អាតហើយរសជាតិក៏អត់សូវផ្អែមខ្លាំងដែរទឹកត្រី4ស្លាបព្រាជាមួយនឹងប៊ីចេងបន្តិចហើយយើងកូរឲ្យសព្វទៅយើងឆាទៅឆាមកឲ្យសាច់ហ្នឹងសព្វជាមួយនឹងគ្រឿងសិនប្រហែល5នាទីចាំចាក់ទឹកចូលយើងចាក់ទឹកឲ្យលិចសាច់ហ្នឹងហើយយើងដាក់ពងចូលហ្មងខ្ញុំថែមជាមួយនឹងរ៉ូឌី1ស្លាបព្រាពុះហើយឃើញរៀងមានពពុះចឹងបងប្អូនគៀចាញ់ណាដាក់ម្ទេស2គ្រាប់អញ្ចឹងឲ្យហត់ទៅឆ្ងាញ់បើសិនជាក្មេងៗញ៉ាំបងប្អូនមិនដាក់ក៏បានដែរហើយយើងបិទកម៉ូស្ងោរដល់ពេលណាសាច់របស់យើងរៀងផុយរៀងទន់ទៅគឺបានហើយខសាច់ជ្រូកក៏ចេញពណ៌ប៉ុណ្ណឹងគឺឆ្ងាញ់ហើយខសាច់បងប្អូនកុំភ្លក់ទឹកទឹកវារៀងប្រៃមែនប៉ុន្តែសាច់របស់យើងល្មមញ៉ាំជួនកាលទឹកនឹងល្មមញ៉ាំប៉ុន្តែសាច់ឡើងសាបតកួនហ្នឹងខ្ញុំដាក់ជាមួយនឹងជីពងទាបន្តិចឲ្យវារត់ទៅឈ្ងុយដោយសារញ៉ាំតែសាច់អញ្ចឹងរៀងតលាន់អញ្ចឹងខ្ញុំធ្វើជ្រក់តកួនញ៉ាំជាមួយគ្នាទៅនិយាយទៅតនីមកអស់បាយច្រើនហ្មងប្តីខ្ញុំគាត់ប្រាប់ថាគាត់ញ៉ាំតែសាច់ទេណាគាត់ញ៉ាំតកួនទេដោយសារគាត់ចេះញ៉ាំខ្ញុំបខំឲ្យគាត់ញ៉ាំតាមើលគាត់សើចចឹងនិយាយថាគាត់អត់ចូលចិត្តញ៉ាំបន្លែតែពេលគាត់ញ៉ាំចូលហើយនិយាយទៅគាត់សរសើររហូតថាវាចូលជាតិហើយវាឆ្ងាញ់វាស្រួយចឹងណាអត់ល្វីងអត់ធំក្លិនតកួនហើយស្រួយពេលញ៉ាំជាមួយនឹងសាច់ជ្រូកខហ្នឹងហត់តែឆ្ងាញ់ចឹងបងប្អូនកុំភ្លេចសាក់ធ្វើញ៉ាំណាតានេះមកឆ្ងាញ់មកឲ្យតែប្តីញ៉ាំហើយខ្ញុំញ៉ាំបន្លែ